មហាបាតុកម្មគ្មានទេស្ដេចគ្មានទេប៉ូលីសអាយគ្មានទេសង្គ្រាមជាពាក្យស្លោកដែលក្រុមបាតុករសេលើបាដាដើម្បីប្រឆាំងនឹងការចាប់ខ្លួនជនអន្តោប្រវេសន៍ដោយហិង្សានិងការធ្វើឲ្យមានសង្គ្រាមនៅអ៊ីរ៉ង់ដោយគ្មានវត្ថុបំណងច្បាស់លាស់ប្រជាជននៅសហរដ្ឋអាមេរិកនៅតាមបណ្ដាទីក្រុងនិងរដ្ឋតូចធំជាអាទិញូវយ៉កស៊ីកាហ្គោវ៉ាស៊ីនតោនមីនីអាប៉ូលីសហ្វីនីពេសបូស្តុនបានចុះផ្លូវធ្វើបាតុកម្មនៅថ្ងៃសៅរ៍ទី28 ខែមីនាដើម្បីសម្ដែងមិត្តប្រឆាំងនឹងគោលនយោបាយរបស់លោកដូណាល់ត្រាំបើតាមការអ្នករៀបចំកម្មវិធីក្បួនដង្ហែជាង 3000 កន្លែងត្រូវរៀបចំទូទាំងប្រទេសនឹងមានអ្នកចូលរួមយ៉ាងហោចប្រមាណ8 លានអ្នកក្នុងនោះក៏មានឥស្សរជនខ្ពស់និងតារាហូលីវូដនិងអ្នកចម្រៀងល្បីបើគិតចាប់តាំងពីជាងពាក់កណ្ដាលឆ្នាំ2025នេះជាលើកទី3ហើយដែលប្រជាពលរដ្ឋអាមេរិករាប់លានអ្នកចេញធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋបាលលោកត្រាំអាជ្ញាធរអាមេរិកមិនទាន់អាចបញ្ជាក់តួលេខរបស់អ្នកធ្វើបាតុកម្មនេះនៅឡើយទេប៉ុន្តែបាតុកម្មកាលពីថ្ងៃសៅរ៍ម្សិលមិញមានចំនួនអ្នកចូលរួមច្រើនជាងបាតុកម្មប្រឆាំងលោកត្រាំកាលពីខែមីនាដែលមានចំនួនប្រមាណជា5 លានអ្នកនិងកាលពីខែតុលាកន្លងទៅដែលមានការចូលរួមចំនួន7 លានអ្នកនៅទីក្រុងញូវយ៉កតារាភាពយន្តអាមេរិកគឺលោករ៉ូបឺតម៉ាយីរ៉ូបានរិះគន់ថាការដឹកនាំរបស់លោកដូណាល់ត្រាំគឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមមនុស្សស្និទ្ធរបស់លោកប៉ុណ្ណោះតារាភាពយន្តរូបនេះក៏បានចាប់ប្រកាន់លោកត្រាំថាបានប្រើអំណាចផ្ដាច់ការនិងរំលោភរដ្ឋធម្មនុញ្ញនិងសេរីភាពរបស់ប្រជាជនព្រមទាំងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិប្រជាជនអាមេរិកទាំងអស់មិនត្រូវការស្ដេចឡើយចំណែកឯនៅទីក្រុងមីនីអាប៉ូលីសតារាចម្រៀងរ៉ុកដ៏ល្បីគឺលោក Bruce Benson បានច្រៀងចម្រៀងមួយបទក្រោមចំណងជើងថា Fit or Minneapolis ដើម្បីរំលឹកវិញ្ញាណក្ខន្ធជូនដល់លោកស្រី Rini Ford និងលោក Alex Fitty ដែលបានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់នគរបាលបន្តប្រវេសន៍ Erie អភិបាលរដ្ឋនីសូតាលោក Jim Walz បានថ្លែងអំណរគុណដល់អ្នកចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោកដូណាល់ត្រាំជាមេដឹកនាំផ្ដាច់ការដោយឡែកលោក Bernie Sanders ព្រឹទ្ធសភាអាមេរិកមកពីបកប្រជាធិបតេយ្យនិងជាអតីតបេក្ខភាពប្រធានាធិបតីបានចោទប្រកាន់លោកត្រាំថាជាមនុស្សពូកែកុហកបោកប្រាស់និងជាអ្នកញុះញង់ដែលធ្វើឲ្យប៉ះពាល់ដល់រដ្ឋធម្មនុញ្ញនិងនីតិរដ្ឋអាមេរិកក្រៅពីមហាបាតុកម្មនៅអាមេរិកនៅអឺរ៉ុបឯណោះវិញជាអាទិត្យនៅទីក្រុងរ៉ូមអាសូដាមម៉ាឌ្រីតនិងអាតែនមនុស្សម្នាជាច្រើនពាន់នាក់ក៏បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងនយោបាយដឹកនាំរបស់លោកដូណាល់ត្រាំដែលកំពុងបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក